ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរយើងនឹងជួបគ្នាបន្តទៀតហើយនៅក្នុងអត្ថបទដកស្រង់ចេញពីសៀវភៅប្រតិទិនទស្សនៈ365ថ្ងៃដែលខ្ញុំនឹងអាននៅអត្ថបទនេះទាំងស្រុងនៅថ្ងៃបន្តហើយនៅក្នុងសៀវភៅនេះដែរគឺជាការរៀបរៀងនិងចងក្រងដោយលោកឡាំលឹមដូច្នេះយើងនឹងជួបគ្នានៅថ្ងៃទី11ខែមករាមនុស្សដែលចង់បាននូវសេចក្តីសុខសម្រាប់ខ្លួនឯងសូមធ្វើដំណើរតាំងសុខតាមមាគ៌ាសាសនាតែមនុស្សដែលចង់បានសុខសម្រាប់សង្គមត្រូវស្វែងយល់ឲ្យស៊ីជម្រៅពីខាងសាសនាចក្រនិងខាងអាណាចក្រមហាថ្មគុណធីអះអាងនៅក្នុងសភៅរបស់គាត់ថាអ្នកដែលយល់ថានយោបាយនិងសាសនាគឺជារឿងដោយឡែកមិនជាប់តាក់ទងនឹងគ្នាគឺបុគ្គលនោះពុំទាន់យល់ច្បាស់ពីនយោបាយនៅឡើយទេអ្នកទាមទារសិទ្ធិសេរីភាព Martin Luther King Jr. គឺជាគ្រឹះបរិស័ទមហាថ្មគុណធីគឺជាសាសនិកជនម្នាក់ទស្សនវិទូឥណ្ឌាចាណាខ្យាគឺជាព្រាហ្មណ៍ឥណ្ឌាម្នាក់ក្រុមមនុស្សទាំងអស់នេះគាត់សុទ្ធតែជាអ្នកដែលមានជំនឿតាំងសុខទៅលើសាសនាតែក្នុងកលៈទេសៈសង្គមមានបញ្ហាគឺពួកគេសុខចិត្តចេញមុខជួយដោះស្រាយសង្គមសាសនាគឺជាអាហាររបស់ចិត្តហើយនយោបាយគឺជាអាហារផ្លូវកាយរបស់មនុស្សនៅក្នុងសង្គមក្នុងសង្គមខ្មែរបច្ចុប្បន្នគឺមានមនុស្សពីរប្រភេទដែលយើងត្រូវសិក្សាស្វែងយល់ដែលទី1នោះគឺអ្នកសាសនាដែលចិត្តស្ងប់តែគេចចេញពីការទទួលខុសត្រូវជួយសង្គមទី2នោះគឺអ្នកដែលមានឆន្ទៈចង់ជួយសង្គមតែចិត្តមិនស្ងប់ចិត្តឆេះដូចភ្លើងអ្នកមានចិត្តស្ងប់មិនអាចប្រើចិត្តស្ងប់ដោយមហាថ្មគុណធីដោយ Martin Luther King Jr. និងដោយទស្សនវិទូចាណាខ្យាដើម្បីជួយសង្គមតែអ្នកដែលមានចិត្តចង់ជួយសង្គមបែរជាពេលខ្លះបង្កចលាចលដល់សង្គមទៅវិញដោយសារតែចិត្តមិនស្ងប់ចិត្តឆេះដូចភ្លើងឬចិត្តឆេវឆាវទៅតាមអារម្មណ៍ចិត្តបែបនេះគឺពុំអាចប្រមូលនៅដួងព្រលឹងសាមគ្គីរបស់មនុស្សនៅក្នុងសង្គមបាននោះទេថ្ងៃទី12ខែមករា Albert Einstein គាត់បាននិយាយថាមនុស្សណាដែលប្រឹងអានច្រើនបំផុតតែបែរជាប្រើប្រាស់ខួរក្បាលតិចតួចបំផុតគឺនឹងធ្លាក់ចូលទៅក្នុងទម្លាប់នៃការខ្ជិលគិតធម្មជាតិបង្កើតឲ្យយើងមានដៃពីរជើងពីរគឺឲ្យយើងប្រឹងឲ្យមានភ្នែកពីរគឺឲ្យយើងសម្លឹងទៅខាងមុខនិងមើលគ្រប់យ៉ាងឲ្យមានត្រចៀកពីរគឺឲ្យយើងស្ដាប់ឲ្យបានច្រើនឲ្យមានមាត់តែមួយគឺឲ្យយើងនិយាយឲ្យតិចឬច្រើនតែត្រូវមើលទៅតាមកលៈទេសៈយើងមានដៃពីរយើងមានជើងពីរយើងមានភ្នែកមានត្រចៀកមានមាត់តែបើត្រឹមតែរៀនដោយការទទួលយកនៅព័ត៌មាននិងទទួលយកនៅទិន្នន័យដោយឥតប្រើខួរក្បាលនៅក្នុងការគិតឬក៏បន្សុទ្ធនៅចំណេះដឹងនោះទេរាល់ចំណេះដឹងទាំងអស់នោះគឺឥតន័យហើយក៏ឥតប្រយោជន៍ផងដែរនៅក្នុងនាមយើងជាអ្នកអានម្នាក់សូមកុំធ្វើកញ្ចេះដាច់ថ្លៃនៃគំនិតរបស់អ្នកនិពន្ធឲ្យសោះការសាបព្រោះចំណេះដឹងខុសគឺប្រៀបដូចជាការសាបព្រោះនៅគ្រោះកាចមួយដល់សង្គមទាំងមូលខួរក្បាលទម្ងន់1គីឡូ3ខាំទៅ1គីឡូ5ខាំតែវាអាចដឹកនាំនិងគ្រប់គ្រងខ្លួនប្រាណរបស់មនុស្សទាំងមូលរាប់10គីឡូបាននៅថ្ងៃទី13ខែមករាយើងគ្រប់គ្នាត្រូវការបំភ្លេចគ្នាទៅវិញទៅមកពីព្រោះពន្លឺតែងតែសាងភាពយល់យោគឲ្យគ្នាការចេះយល់យោគឲ្យគ្នាតែងតែសាងនៅសេចក្តីស្រឡាញ់ឲ្យគ្នាការចេះស្រឡាញ់គ្នាតែងតែសាងនៅភាពអត់ធ្មត់ចំពោះគ្នាការចេះអត់ធ្មត់ចំពោះគ្នាតែងតែសាងនៅសាមគ្គីភាពគ្នាតែមួយពេលដែលក្តីស្រឡាញ់អាចគ្រប់គ្រងមនុស្សមានកំហឹងបាននោះកំហឹងនឹងคล้ายទៅជាស្នាមញញឹមនៃការចេះសាមគ្គីតែមួយចូលមើលទៅលើចំណុចស្របគ្នាប៉ុន្តែសូមកុំមើលទៅលើចំណុចឆ្លោះគ្នាឲ្យសោះជាទូទៅមុននឹងបំបែកសង្គមគេត្រូវបំបែកមនុស្សនៅក្នុងសង្គមឲ្យបែកខ្ញែកគ្នាជាមុនសិនបន្ទាប់មកគេក៏ចាប់ផ្ដើមបំបែកសង្គមតាមរយៈនិន្នាការសាសនានិងនយោបាយជាដើម
ជនជាតិខ្មែរយើងជាពិសេសយុវជនត្រូវមានសតិដឹងជានិច្ចថាគ្រប់សាសនាទាំងអស់នៅក្នុងโลกតែងតែបង្រៀនឲ្យមនុស្សធ្វើតែសេចក្តីល្អសាសនាគ្មានអ្វីគួរឲ្យខ្លាចទេតែយើងត្រូវប្រយ័ត្នចំពោះសាសនិកគឺអ្នកកាន់សាសនានេះឯងក្រៅពីប្រយ័ត្ននឹងអ្នកសាសនាយើងក៏ត្រូវប្រុងប្រយ័ត្នចំពោះអ្នកនយោបាយផងដែរតាមពិតនោះនយោបាយគឺជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋហើយនយោបាយមិនមែនអាក្រក់ថោកទាបនោះទេតែដាច់ខាតត្រូវតែចេះប្រុងប្រយ័ត្នចំពោះអ្នកនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យអ្នកនយោបាយគឺជាទូកហើយប្រជាជនគឺជាទឹកអាចបណ្ដែតទូកបានថ្ងៃទី14ខែមករាទ្រព្យសម្បត្តិពិតប្រាកដរបស់ប្រទេសជាតិមួយគឺមិនមែនវាស់ដោយមាសប្រាក់នោះទេតែគឺវាវាស់នឹងកំណត់ដោយការសិក្សាអប់រំរបស់ប្រជាជនកតេបណ្ឌិតរបស់ប្រជាជននិងភាពរឹងមាំរបស់យុវជននៅក្នុងប្រទេសនោះសម្ដីយុវជនទាំងឡាយដែលនិយាយថាស្រឡាញ់សង្គមឬចង់ជួយសង្គមនឹងคล้ายទៅជាសម្រាមនៅតាមផ្លូវដែលឥតប្រយោជន៍ឬคล้ายទៅជាលូបង្ហូរទឹកស្អុយប្រសិនបើសម្ដីទាំងនោះនៅតែល្អជាងការប្រតិបត្តិជាក់ស្ដែងយុវជនមានមូលដ្ឋានគ្រឹះរឹងមាំមានការតាំងចិត្តសិក្សាខ្ពស់មានឧត្តមគតិស្នេហាជាតិពិតស្នេហាទឹកដីពិតប្រាកដមានឆន្ទៈបម្រើប្រជាជននោះជាតិនឹងរឹងមាំជាក់ជាមិនខានឡើយនៅថ្ងៃទី15ខែមករាលោក George Orwell បានលើកឡើងថាមនុស្សដែលអាចគ្រប់គ្រងអតីតកាលបានល្អគឺប្រៀបបានទៅនឹងអាចគ្រប់គ្រងនៅអនាគតកាលបានល្អដូចគ្នាហើយអ្នកដែលអាចគ្រប់គ្រងនៅបច្ចុប្បន្នបានល្អក៏នឹងអាចបង្កើតនៅអតីតកាលល្អដូចគ្នាដែរម្សិលមិញគឺជាអតីតកាលនៅក្នុងថ្ងៃនេះគឺជាអតីតកាលនៅថ្ងៃស្អែកហើយស្អែកគឺជាអនាគតកាលនៃថ្ងៃនេះម្សិលមិញគឺជាថ្ងៃនេះគឺជាថ្ងៃនេះហើយថ្ងៃស្អែកគឺជាថ្ងៃនេះពីព្រោះឲ្យតែយើងគ្រប់គ្រងថ្ងៃនេះឲ្យបានល្អបំផុតនោះអតីតកាលនិងអនាគតកាលនឹងល្អជានិច្ចដូចគ្នាគ្រប់គ្រងថ្ងៃនេះឲ្យល្អគឺមានន័យថាបានបង្កើតនៅអតីតកាលល្អហើយក៏មានន័យថាកំពុងតែបានរៀបចំនៅអនាគតកាលយ៉ាងល្អប្រសើរផងដែរច្បាប់កម្មឬ Law of Karma និងច្បាប់ហេតុផលឬ Law of Cause of Effect បានលើកឡើងថាធ្វើល្អនឹងទទួលបានផលល្អហើយសាបព្រោះល្អនឹងច្រូតកាត់ល្អដូចគ្នាដែរ Who control the past control the future Who control the present control the past នេះគឺជាសម្ដីរបស់ George Orwell នៅថ្ងៃទី16ខែមករាលោក Blaise Pascal បានពោលថាសូមអភ័យទោសខ្ញុំនិពន្ធអត្ថបទវែងជាងធម្មតាពីព្រោះខ្ញុំគ្មានពេលវេលានិពន្ធឲ្យខ្លីគ្រប់យ៉ាងដែលយើងត្រូវធ្វើគួរតែប្រឹងធ្វើវាឲ្យបានល្អជាស្រេចចប់សពគ្រប់ដោយមិនចាំបាច់ចំណាយពេលវេលាមកកែសម្រួលជាថ្មីម្ដងទៀតទេការនេះតែងនាំឲ្យខាតពេលវេលាច្រើនបុរាណខ្មែរបានអប់រំបដៅថាធ្វើអ្វីធ្វើឲ្យហើយកុំឡើយបន្សល់គេថ្ងៃស្អែកនឹងសេចក្តីស្លាប់តើអ្នកអាចដឹងទេថាមួយណានឹងមកដល់មុនចូលរស់នៅឲ្យដូចជាយើងត្រូវស្លាប់ទៅវិញនៅថ្ងៃស្អែកពីព្រោះបើយើងចេះតែគិតបែបនេះគឺយើងនឹងប្រឹងបញ្ចប់ការងារទាំងឡាយឲ្យរួចរាល់នៅក្នុងថ្ងៃនេះគឺជាថ្ងៃសំខាន់បំផុតចូលប្រឹងរៀនប្រឹងសន្សំទ្រព្យនិងកេរ្តិ៍ឈ្មោះល្អឲ្យដូចជាយើងត្រូវរស់នៅជាអមតៈអញ្ចឹង I'm sorry I wrote your sacks along later I didn't have time to write a short one នេះគឺជាសម្ដីរបស់ Blaise Pascal នៅថ្ងៃទី17ខែមករាលោក Jimi Hendrix លោកក៏បាននិយាយផងដែរថា
ពេលដែលអំណាចនៃសេចក្តីស្រឡាញ់អាចប្រើដើម្បីបន្ទន់ចិត្តមនុស្សដែលស្រឡាញ់នៅអំណាចដែលគេហៅថា law of love នោះពិភពលោកទាំងមូលនឹងស្គាល់តែសន្តិភាពពិតប្រាកដពេលខ្លះមនុស្សដែលចង់បានអំណាចអាចមានគោលបំណងដើម្បីធ្វើបាបគៀបសង្កត់មនុស្សពីព្រោះបើគ្រាន់តែចង់ជួយសង្គ្រោះមនុស្សមានត្រឹមតែសេចក្តីស្រឡាញ់និងក្តីអាណិតអាសូរគឺអាចនឹងគ្រប់គ្រាន់ហើយដើម្បីផ្លាស់ប្ដូរពិភពលោកឲ្យមានសន្តិភាពពិតប្រាកដទៅបានលុះត្រាតែយើងជាអ្នកនយោបាយព្រមទាំងមនុស្សទាំងឡាយនៅក្នុងសង្គមចាំបាច់ត្រូវរកវិធីស្រស់ស្រួលមូលមតិគ្នាជាធ្លុងមួយដែលភាសាអង់គ្លេសគេនិយាយថា put your head together first ចំពោះអ្នកដឹកនាំសង្គមដែលមិនសុខចិត្តចោះចាញ់ឈាមជាតិឯងតែខ្លួនឯងក៏នៅតែមិនឈ្នះរីឯអ្នកឈ្នះគឺប្រទេសចិត្តខាងទៅវិញយើងឆ្លោះគ្នាយើងពឹងគេយើងបាត់បង់ទឹកដីយើងឆ្លោះគ្នាគេធ្វើឲ្យយើងហែកគ្នាស៊ីជាជំរាកគេបំបែកសាមគ្គីជាតិយើងគេចាំទទួលផលយើងជាអ្នកចាញ់ទាំងស្រុងវប្បធម៌អន់លំទោនជ្រុលដាក់គេពេកតែជន់ពន្លិចឈាមជាតិឯងនិងគម្រាមឈាមជាតិឯងគឺជាវប្បធម៌នយោបាយជាតិរបស់យើងគ្មាននរណាម្នាក់ដឹងថាជនបរទេសបិទវាំងននប្រមាថជនជាតិយើងនោះទេជនជាតិយើងកើតនៅក្នុងទឹកដីនេះមិនមែនកំហុសយើងទេព្រោះយើងមិនអាចជ្រើសរើសកន្លែងកំណើតដែលខ្លួនកើតបានតែបើថ្ងៃមួយយើងស្លាប់ទៅវិញដោយបន្សល់ទុកនៅសេចក្តីវេទនាដល់អនុជនជំនាន់ក្រោយដែលត្រូវជាកូនជាចៅជាសាច់ញាតិជាបងប្អូនរួមលហិតរបស់យើងនោះទើបជាកំហុសរបស់យើងប្រវត្តិសាស្ត្រនឹងជេរស្ដីយើងទាំងអស់គ្នាថាអសមត្ថភាពបំផ្លាញធនធានគ្មានបន្សល់គេថ្ងៃទី18ខែមករាដរាបណាឲ្យតែយើងមានជំនឿជឿជាក់ថាខ្លួនយើងអាចធ្វើបានគឺមានន័យថាយើងសម្រេចបានលទ្ធផល 50% រួចទៅហើយចូលឧទាហរណ៍ប្រាប់ខ្លួនឯងថាយើងគឺជាមនុស្សអស្ចារ្យខ្លាំងណាស់ពេលដែលយើងប្រាប់ខ្លួនឯងបែបនេះគឺយើងក៏បានក្លាយទៅជាមនុស្សអស្ចារ្យពិតមែនបើយើងចង់ធ្វើជាមនុស្សអស្ចារ្យគឺយើងត្រូវខិតខំធ្វើកិច្ចការងារអស្ចារ្យពីព្រោះមនុស្សអស្ចារ្យគឺជាមនុស្សធម្មតាម្នាក់ដែលប្រឹងប្រែងធ្វើការងារអស្ចារ្យហើយមនុស្សធម្មតាគឺប្រហែលជាមនុស្សអស្ចារ្យម្នាក់ដែលត្រឹមតែប្រឹងធ្វើការងារសាមញ្ញព្រះយេស៊ូវគ្រីស្ទបានមានបន្ទូលថាជំនឿអាចរំកិលភ្នំបានចូលជឿជាក់ចំពោះខ្លួនឯងផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងនិងត្រូវគិតថាយើងអាចធ្វើបានគឺយើងពិតជាអាចធ្វើបានពិតមែនសូមយើងកុំខ្លាចអ្វីទាំងអស់តែត្រូវមានសេចក្តីក្លាហានដើរទៅមុខដោយភាពជឿជាក់ជានិច្ចគ្មាននរណាម្នាក់ខ្វល់ថាយើងជាមនុស្សបែបណាមកពីណាឬចេះដឹងប៉ុណ្ណានោះទេតែសំខាន់ការងារដែលយើងធ្វើនិងលទ្ធផលដែលយើងទទួលបានលទ្ធផលល្អឬអាក្រក់គឺជាភស្តុតាងបញ្ជាក់ថាយើងគឺជានរណាពិតប្រាកដនៅថ្ងៃទី19ខែមករាលោក Albert Einstein លោកបាននិយាយថាការសិក្សាមិនមែនជាការរៀនសូត្រលើមូលដ្ឋាននៃការគិតនោះទេតែវាគឺជាការវឹកហាត់ពីវិធីនៃការគិតប្រព័ន្ធនៃការសិក្សាអប់រំប្រទេសមួយចំនួនផ្ដោតសំខាន់ទៅលើជំនាញនៃការគិតជាជាងចំណេះដឹងឬព័ត៌មានឬការពិតនៅក្នុងសំណួរប្រឡងគេតែងតែសួរសិស្សថាដើម្បីបានចម្លើយ15តើមានប៉ុន្មានវិធីសាស្ត្រហើយតាមវិធីសាស្ត្រណាល្អជាងគេនិងលឿនជាងគេជាជាងការសួរថា3គុណនឹង5ស្មើនឹងប៉ុន្មានចម្លើយគឺមានតែ1គត់ប៉ុន្តែវិធីសាស្ត្រដើម្បីទទួលបានចម្លើយតែងមានច្រើនរបៀបច្រើនវិធីសាស្ត្រគេឲ្យតម្លៃទៅលើការគិតបែបច្នៃប្រឌិតច្រើនជាងការគិតបែបងាប់កាឡាចំណេះដឹងដែលមានសភាពងាប់កាឡាគឺគ្មានភាពរីកចម្រើននោះទេតែអ្វីដែលយើងអាចផ្ដល់នៅការអភិវឌ្ឍបានគឺជាជំនាញនៃការគិតនិងការស្មើសម័យEinstein លោកបានលើកឡើងទៀតថាចំណេះដឹងមានព្រំដែនប៉ុន្តែមโนគតិឬការគិតស្មើសម័យគឺគ្មានព្រំដែនគ្មានដែនកំណត់ពីព្រោះចំណេះដឹងអាចត្រឹមតែនាំឲ្យយើងឆ្លងពីកន្លែងកទៅកន្លែងខប៉ុន្តែមโนគតិឬការគិតស្មើសម័យវាអាចនាំយើងទៅដល់គ្រប់ទីកន្លែងទាំងអស់មានរឿងនិទានមួយទៀតថាគ្រាមួយលោក Albert Einstein
ត្រូវបានគេសួរសំណួរមួយថាតើ1ម៉ាយស្មើនឹងប៉ុន្មាន feet លោក Einstein លោកបានឆ្លើយថាខ្ញុំមិនដឹងទេហេតុអ្វីខ្ញុំត្រូវចាំនៅទិន្នន័យទាំងអស់នេះវានាំឲ្យរំខានដល់ខួរក្បាលរបស់ខ្ញុំណាស់នៅក្នុងគណៈពេលដែលខ្ញុំអាចស្វែងរកចម្លើយបាននៅក្នុងពេលត្រឹមតែ2នាទីពីសភៅយោងនោះ Einstein លោកបានបង្រៀនយើងឲ្យដឹងថាសមត្ថភាពដែលកើតចេញពីការគិតមានតម្លៃច្រើនជាងសមត្ថភាពដែលត្រឹមតែចាំនៅទិន្នន័យនិងតួលេខបានច្រើនមនុស្សឆ្លាតដែលពិតប្រាកដមិនមែនជាបុគ្គលដែលប្រកែឆ្លើយនឹងសំណួរនោះទេប៉ុន្តែគឺជាបុគ្គលដែលប្រកែសួរសំណួរនៅថ្ងៃទី20ខែមករាស្ត្រីជាម្ដាយម្នាក់ចំណាយពេលវេលាបង្កើតនិងចិញ្ចឹមកូនប្រុសអស់រយៈពេលរាប់សិបឆ្នាំប៉ុន្តែមាននារីវ័យក្មេងម្នាក់ចំណាយពេលត្រឹមតែ20នាទីប៉ុណ្ណោះក៏អាចធ្វើឲ្យកូនប្រុសគាត់ឆ្កួតដោយសារស្នេហាម៉ែស្រក់ទឹកភ្នែកព្រោះកូនតែកូនប្រុសស្រក់ទឹកភ្នែកព្រោះស្រីម៉ែលះបង់គ្រប់យ៉ាងដើម្បីកូនតែកូនប្រុសលះបង់គ្រប់យ៉ាងដើម្បីស្រីម៉ែចិញ្ចឹមអប់រំកូនរាប់ឆ្នាំតែកូនប្រុសបែរជាឆ្កួតនឹងស្រីត្រឹមតែ20នាទីលើលោកយើងនេះពិតជាមានយុត្តិធម៌តែគ្មាននិយមឬស្តង់ដារយុត្តិធម៌នោះទេបុរាណខ្មែរលោកបានបដៅកូនចៅថាមានកូនប្រុសប្រៀបដូចជាព្រាយក្បាល8ឯមានកូនស្រីប្រៀបដូចជាកន្លប្រហុកនៅមុខផ្ទះមនុស្សប្រុសបើម្ដាយណែនាំកុំឲ្យទៅខ្វល់នឹងស្រីគេនឹងទៅខ្វល់នឹងដបស្រាឬណែនាំកុំឲ្យទៅខ្វល់នឹងដបស្រាគេនឹងទៅរកលបែងចំណែកឯស្ត្រីវិញមិនមែនមាសទឹក10តែអាចហៅបានត្រឹមតែមាសទឹក8ប្រៀបដូចជាបុប្ផារស់រយគង់ពិបាកនឹងរីកស្គុះស្គាយទៅវិញបាននារីដែលខូចនឹងប្រុសប្រកាសជាអស់ព្រហ្មចារីយ៍ហើយបើបរោះខូចនឹងស្រីប្រកាសណាស់ជាខ្លីវិជាចាបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថានៅក្នុងការអាននៃអត្ថបទទាំងស្រុងរបស់ខ្ញុំនេះនឹងផ្ដល់នៅគំនិតការគិតចំណេះដឹងជូនដល់បងប្អូនទាំងអស់គ្នាច្រើនខ្លាំងមែនទែនរួមទាំងខ្ញុំដែលជាអ្នកអាននេះផងដែរសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការចុចតាមដានហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចុចជាវនៅ Channel របស់យើងខ្ញុំចាយើងនឹងជួបគ្នានៅក្នុងអត្ថបទបន្តនៅថ្ងៃបន្ទាប់អរគុណ